សួស្តីបងប្អូនបាទថ្ងៃនេះយើងមកជួបគ្នាជាមួយនឹងវីដេអូមើលនៅខ្សែបាតដៃបន្តទៀតណាបងប្អូនណាបាទក៏ប៉ុន្តែថ្ងៃនេះគឺយកវីដេអូឆ្លើយ comment បងប្អូនបាទมันបានដាក់ខ្សែបាតដៃដើម្បីអានជូនបងប្អូនទេគឺមកឆ្លើយ comment សិនណាបងប្អូនណាពីព្រោះបងប្អូនយើងគាត់សួរយូរហើយអត់បានឆ្លើយ comment គាត់ច្រើនបាទថ្ងៃនេះក៏មកឆ្លើយ comment ផ្នែកខាងខ្សែបាតដៃបាទចំណែក comment ខាងហុងស៊ុយចាំវីដេអូក្រោយៗណាបងប្អូនណាបាទបងប្អូនយើងគាត់សួរខ្ញុំថាលោកគ្រូបើខ្សែជីវិតមាន2តើមានអត្ថន័យយ៉ាងម៉េចណាបងប្អូនណាបាទខ្សែជីវិត2អញ្ចឹងណាបងប្អូនណាបាទយើងមើលខាងក្រៅណាបងប្អូនយើងមើលខាងក្រៅរាប់អាយុនៅខ្សែខាងក្រៅទៅចំណែកខ្សែខាងក្នុងនេះគឺជាខ្សែឧបត្ថម្ភទៅវិញបាទខ្សែឃុំគ្រងទៅវិញណាมันមានខ្សែជីវិត2ហ្នឹងបានន័យថាស្លាប់ហើយរស់វិញទេណាបងប្អូនណាបាទកុំច្រឡំបាទតិចប្រមាថណាឃើញខ្សែជីវិត2ប្រមាថថាខ្លួនឯងហ្នឹងអស្ចារ្យណាបងប្អូនណាបាទកុំឲ្យសោះបាទខ្សែខាងក្នុងនេះគ្រាន់តែជាខ្សែឃុំក្រងខ្សែឧបត្ថម្ភណាខ្សែមានរឿងអ្វីតែងតែមានអ្នកជួយដោះស្រាយណាបងប្អូនណាបាទយើងពឹងពាក់គេបានពឹងពាក់កូនចៅបានអីចឹងទៅណាបងប្អូនណាហើយមានរឿងអ្វីហ្នឹងក៏តែងតែគេជួយបាទចឹងណាបងប្អូនហើយក៏មានការឃុំក្រងអំពីរឿងគ្រោះថ្នាក់អីផ្សេងចឹងដែរណាមិនមែនថាឃុំក្រងយើង100%មិនឲ្យស្លាប់ទេបាទគ្រាន់តែថាមានការប៉ះពាល់បន្តិចបន្តួចណាវាមិនធ្ងន់ធ្ងរបាទតែមិនឲ្យប្រមាថទេណាឲ្យតែយើងខ្វះបុណ្យអកុសលឲ្យផលនៅពេលណាគឺត្រូវទទួលទៅតាមទម្ងន់កម្មបច្ចុប្បន្ននេះផងដែរណាបងប្អូនណាបាទដូចខ្ញុំចំណាំប្រាប់បងប្អូនថារឿងយើងហៅថាគតិបច្ចុប្បន្នណាបាទបច្ច័យគឺគតិបច្ចុប្បន្នរបស់យើងនឹងការគិតការធ្វើនឹងបាទតែយើងប្រហែលបាត់ប្រយ័ត្នគង់ប្រមាថលិចលង់នាំអន្តរាយណាបងប្អូនណាកុំឲ្យអាងបាទណារឿងអ្វីគ្រប់យ៉ាងខុសអំពីការអាងណាបងប្អូនណាបាទសេចក្តីអន្តរាយសេចក្តីវិនាសកើតអំពីការអាងការប្រមាថនឹងហើយណាបងប្អូនណាបាទអញ្ចឹងខ្សែជីវិត2នេះខ្សែខាងក្នុងគឺខ្សែឃុំក្រងគណនាអាយុនៅក្នុងខ្សែខាងក្រៅណាបងប្អូនណាបាទត្រូវចាំត្រូវយល់បងប្អូនយើងសួរលោកគ្រូបើខ្សែជីវិត2មានន័យយ៉ាងម៉េចទៅវិញណាបងប្អូនណាបាទឥឡូវបងប្អូនដឹងណារឿងខ្សែជីវិតមាន2អញ្ចឹងបាទអ្នកខ្លះក៏វែងអញ្ចឹងទៅអ្នកខ្លះក៏ខ្លីអញ្ចឹងទៅនៅក្នុងខ្សែជីវិតណាបងប្អូនណាបាទហើយបើខ្សែជីវិតមួយក្នុងមួយក្រៅបានន័យថាខាងក្នុងគឺជីវិតមិនសូវល្អណាតែខាងក្រៅគឺជីវិតល្អជាងបើសិនជាខ្សែជីវិត2កណាត់ណាបងប្អូនណាបាទហើយមួយទៀតបងប្អូនយើងក៏សួរខ្ញុំថាលោកគ្រូខ្ញុំមានកាកបាទក្រោមម្រាមដៃនាងណាបងប្អូនណាកាកបាទក្រោមម្រាមដៃនាងនេះគឺមិនល្អទេណាបងប្អូនណាប្រយ័ត្នរឿងចំនួនកិត្តិយសគេឈ្មោះអាប់អោនណាបងប្អូនណាបាទអាចនឹងខូចកិត្តិយសគេឈ្មោះបាទហើយក៏អាចនឹងប៉ះពាល់ទៅរឿងច្បាប់ទោសទណ្ឌអីផងណាអាចថាមានបញ្ហាជាមួយនឹងផ្លូវច្បាប់ផងណាបងប្អូនណារឿងខ្សែកាកបាទដែលនៅក្រោមរាមដៃនាងនេះអញ្ចឹងបងប្អូនប្រយ័ត្នណាមិនមែនល្អដូចកាកបាទនៅចំណុចខ្សែខួរក្បាលនិងខ្សែបេះដូងនេះទេណាបងប្អូនណាបាទនេះបងប្អូនដែលជាម្ចាស់សំណួរណាត្រូវយល់បាទដើម្បីកែប្រែហ្នឹងគឺខំធ្វើសេចក្តីល្អឲ្យបានច្រើនហើយនឹងប្រយ័ត្នរឿងចំនួនបាទប្រយ័ត្នម៉ត់កប្រយ័ត្នឲ្យបានខ្ពស់រឿងតាក់ទងទៅជាមួយនឹងផ្លូវច្បាប់បាទណាបងប្អូនណាបាទកន្លែងក្រោមនិនព្រះអាទិត្យនេះជាកន្លែងនៃកិត្តិយសគេឈ្មោះណាប៉ុន្តែបើសិនជាវាខូចក៏ខូចទៅលើកិត្តិយសគេឈ្មោះទ្រព្យសម្បត្តិនឹងផងដែរណាបងប្អូនណាបាទអាចខាតបង់ទ្រព្យសម្បត្តិមានចំនួនអស់បុណ្យស័ក្តិសម្រាប់បាតដៃអ្នកធ្វើការរាជការអ្នកធ្វើការអង្គការឬក្រុមហ៊ុនដែលមានបុណ្យស័ក្តិអីហ្នឹងណាត្រូវប្រយ័ត្នបើសិនជាមានកាកបាទនៅក្រោមរាមដៃនាងហ្នឹងបាទណាបងប្អូនណាបាទវីដេអូអស់នេះមិនខ្ញុំមិនធ្លាប់បង្រៀនទេបាទសញ្ញាកាកបាទនេះបង្រៀនគ្រប់កន្លែងទៅហើយណាបងប្អូនណាបាទកើតនៅចំណុចណានឹងឲ្យផលយ៉ាងម៉េចហ្នឹងក៏ធ្លាប់បង្រៀនទៅហើយក៏ប៉ុន្តែបងប្អូនយើងហ្នឹងគាត់មើលអត់ប៉ះវីដេអូហ្នឹងបាទចឹងណាចឹងគាត់សួរហើយក៏ឆ្លើយប្រាប់គាត់ទៀតទៅបាទ
ដើម្បីឲ្យអស់ចម្ងល់ពីព្រោះគាត់ខំវាយសួរណាបងប្អូនណាខំវាយអក្សរមកសួរអញ្ចឹងទៅយើងមិនឆ្លើយជាមួយគាត់ក៏មិនបានដែរបាទហើយបងប្អូនខ្លះនោះខ្ញុំខ្ជិលសរសេរតបថានឹងឆ្លើយនៅវីដេអូក្រោយអញ្ចឹងខ្ញុំក៏ចុច like ឲ្យបេះដូងគាត់ចេះតែ comment មកឆ្លើយណាបងប្អូនណាបាទអធិស្ឋានបាទពេលខ្លះខ្ញុំរវល់ណាស់ខ្ញុំអត់បានសរសេរតបទេក៏ប៉ុន្តែខ្ញុំនឹងឆ្លើយនៅវីដេអូក្រោយៗណាបងប្អូនណាបាទអញ្ចឹងបងប្អូនអធិស្ឋានផងណាខ្ញុំនឹងឆ្លើយនៅវីដេអូក្រោយៗអំពី comment សំណួររបស់បងប្អូននឹងណាពីព្រោះពេលខ្លះខ្ញុំមិនអាចឆ្លើយនៅក្នុង comment នឹងបានទេបាទពីព្រោះការឆ្លើយក្នុង comment យើងវាយជាអក្សរគឺអត់បានទូលំទូលាយទេណាបងប្អូនណាបាទអញ្ចឹងខ្ញុំមកធ្វើជាវីដេអូឆ្លើយតបវិញបាទហើយបងប្អូនមួយទៀតនោះក៏គាត់សួរថាលោកគ្រូចោះបើសិនជាកាកបាទត្រួតគ្នាមិនដឹងថាត្រួតពីលើពីក្រោមចេះឬក៏កាកបាទបន្តគ្នាចេះណាបងប្អូនណាបាទបើបន្តគ្នាចេះក៏ខ្ញុំធ្លាប់បង្រៀនហើយណាបងប្អូនណាបាទមិនជាប់គ្នាក៏ដោយណាឲ្យតែមានកាកបាទ2នៅចន្លោះខ្សែខួរក្បាលខ្សែបេះដូងហ្នឹងគឺជាបុគ្គលដែលមានពពួកអមនុស្សតាមឃុំក្រុងរក្សាឲ្យដំណឹងផ្សេងណាបងប្អូនណាបើមានតែមួយនេះគឺជាកាកបាទដែលបុគ្គលដែលមានវិញ្ញាណទី6បាទចំណែកមានដល់12ហ្នឹងមិនត្រឹមមានវិញ្ញាណទី6ទេមានពពួកអមនុស្សហ្នឹងចាំប្រាប់ទៀតណាចាំជួយទៅទៀតអញ្ចឹងណាបងប្អូនណាបាទបងប្អូនត្រូវយល់អំពីរឿងកាកបាទនេះហើយមួយទៀតណាកន្លែងដែលគេហៅថាបណ្ឌិតព្រះដែលខ្ញុំថាភ្នែកឋានសួគ៌ណាបងប្អូនណាបាទបងប្អូនខ្លះយល់ថាមានកន្លែងភ្នែកឋានសួគ៌នេះគឺមានសង្វារមិនមែនទេណាអ្នកដែលមានសង្វារគឺអ្នកដែលមានកាកបាទនៅចន្លោះខ្សែខួរក្បាលនិងខ្សែបេះដូងបាទអ្នកដែលមានសង្វារបាទគឺមាននៅចំណុចហ្នឹងណាបងប្អូនណាមិនមែនភ្នែកឋានសួគ៌នេះមានសង្វារទេបាទគ្រូណាដែលនិយាយអំពីរឿងអស់ហ្នឹងតើតែគ្រូហ្នឹងមានខ្សែបែបហ្នឹងទើបនិយាយទៅត្រូវណាបងប្អូនណាបាទទៅតាមកម្រិតតាមជាន់តាមថ្នាក់នៃការដឹងទៅតាមបាតដៃរបស់ខ្លួនដែលមានណាបងប្អូនណាអញ្ចឹងបងប្អូនចាំហើយណារឿងខ្សែបាតដៃនេះណាបាទពីព្រោះបងប្អូនខ្លះហ្នឹងគាត់អត់បានមើលវីដេអូខ្ញុំពីដើមទីអញ្ចឹងទេគាត់មកមើលខ្ញុំចាប់អានបាតដៃអញ្ចឹងទៅគាត់អត់បានរៀនពីខ្សែដំបូងហ្នឹងគាត់អត់យល់បាទគាត់មិនយល់សូម្បីតែខ្សែជីវិតបាទហើយមានតែខ្សែជីវិតនិងខ្សែខួរក្បាលអញ្ចឹងណាបាទបងប្អូនគាត់ថាមានតែខ្សែជីវិតហើយខ្សែបេះដូងខ្សែខួរក្បាលចេះគាត់ថាខ្សែបាតដៃរបស់គាត់ខុសគេមិនដឹងយ៉ាងម៉េចហើយមិនដឹងថាមើលយ៉ាងម៉េចអានេះខ្ញុំធ្លាប់បង្រៀនរួចហើយបាទខ្សែជីវិតបានន័យថាខ្សែខួរក្បាលនិងខ្សែបេះដូងនេះគឺវិញត្បាញគ្នាតែមួយណាបងប្អូនណាបាទបើមានលក្ខណៈបែបនេះទៀតណាបានន័យថាខ្សែខួរក្បាលហ្នឹងអត់ជាប់ជាមួយនឹងខ្សែជីវិតទេបាទជាបុគ្គលដែលធ្វើអ្វីយកតែចិត្តខ្លួនឯងទៅទៀតបាទហើយបើសិនជាខ្សែបេះដូងឡើងលើចេះទៀតបានន័យថាជាបុគ្គលឌឺជជែកណាបងប្អូនណាវាអត់ដល់កូនដៃចេះទេគ្រាន់តែវាឡើងលើអញ្ចឹងមកណាបងប្អូនណាបាទខ្សែភាគច្រើនគឺវាឡើងចេះបាទដែលខ្ញុំធ្លាប់ជួបណាជាបុគ្គលឌឺជជែកណាពីក្មេងណាបងប្អូនណាបាទហើយឆាប់ជឿគេបាទជឿតែរឿងខុសអារឿងត្រឹមត្រូវមិនសូវជឿបាទមិនសូវជឿមិនសូវស្ដាប់ទេរឿងត្រឹមត្រូវណាតែបើបុគ្គលដែលមិនត្រឹមត្រូវអូសទាញវិញលឿនណាស់ងាយតាមគេបាទណាបងប្អូនណាពីព្រោះខ្សែខួរក្បាលនិងខ្សែចិត្តហ្នឹងវាវិញគ្នាតែមួយបាទអានេះគេហៅថាខ្សែមិនគ្រប់គ្រាន់ណាបងប្អូនណាខ្សែខ្វះវាអត់ពេញលក្ខណៈណាបងប្អូនណាយើងជាធម្មតាគឺតែងតែមានខ្សែជីវិតមួយបាទខ្សែខួរក្បាលមួយហើយនិងខ្សែចិត្តនេះមួយណាបងប្អូនណាក៏ប៉ុន្តែអ្នកដែលមានខ្សែខួរក្បាលនិងខ្សែបេះដូងនេះនៅជាមួយគ្នាណាបានន័យថាខ្សែហ្នឹងគឺមើលទៅដូចជាខ្សែតែមួយអញ្ចឹងជាបុគ្គលខ្សែមិនគ្រប់គ្រាន់បាទខ្សែមិនពេញលក្ខណៈហ្នឹងអត្តចរិតនិស្ស័យរបស់គាត់គឺខុសគេហើយណាបងប្អូនណាគឺមិនប្រក្រតីដូចគេទេរហូតដល់អ្នកខ្លះគាត់គិតថាបុគ្គលនេះដូចជាសាំតប៉ែនិយាយដែលអញ្ចឹងណាបងប្អូនណាហើយអ្នកខ្លះថាអានេះដូចជាអត់សូវគ្រប់ល្មិចទេចូលចិត្តតែគិតខុសគេអីធ្វើខុសគេអញ្ចឹងណាបងប្អូនណា
និងលក្ខណៈបុគ្គលដែលមានខ្សែខួរក្បាលនិងខ្សែចិត្តហ្នឹងតែមួយណាវិញចប់គ្នាតែមួយខ្វះខ្សែគោលណាបងប្អូនណាបានន័យថាខ្សែគោលវាត្រូវ3អញ្ចឹងដល់វិញចប់គ្នាតែមួយយើងមើលទៅឃើញតែ2ទេណាអានឹងអត្ថន័យគឺអញ្ចឹងណាបងប្អូនគាត់អត់បានរៀនពីវីដេអូដំបូងហ្នឹងគាត់ចេះតែឆ្ងល់ច្រើនបាទឆ្ងល់រឿងខ្សែហ្នឹងច្រើនណារឿងខ្សែផ្សេងដែលខ្ញុំធ្លាប់បង្រៀនទាំងអស់ហើយហ្នឹងក៏ប៉ុន្តែគាត់ឆ្ងល់បាទដូចជារឿងខ្សែជីវិត2នេះអីក៏មានបង្រៀនវីដេអូមុនហើយដែរក៏ប៉ុន្តែប្រហែលជាគាត់មើលមិនចំណារឿងកាកបាទនៅក្រោមរាមដៃនាងនេះក៏បង្រៀនហើយរឿងកាកបាទនៅពីរជាប់គ្នាហ្នឹងក៏បង្រៀនហើយណាបងប្អូនណាក៏ប៉ុន្តែគាត់មើលមិនចំហើយគាត់សួរហើយយើងក៏បញ្យល់មួយសារទៀតប្រាប់មួយសារទៀតទៅដើម្បីឲ្យគាត់បានដឹងបានអស់ចម្ងល់ផងដែរណាបងប្អូនណាបាទអញ្ចឹងវីដេអូហ្នឹងក៏ប៉ុណ្្នឹងចុះណាបងប្អូនណាបាទចាំវីដេអូក្រោយខ្ញុំនឹងឆ្លើយខមមិនបន្តហើយនឹងខមមិនផ្នែកហុងស៊ុយចាំឆ្លើយទៅតាមវីដេអូហុងស៊ុយអញ្ចឹងទៅណាបងប្អូនណាទើបស្រួលពន្យល់បាទចឹងណាចឹងវីដេអូហ្នឹងក៏ប៉ុណ្្នឹងចុះបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ